បាទជំរាបសួរបងប្អូនជាកសិកររបស់គ្នាចំពោះវីដេអូមួយនេះផងដែរគឺខ្ញុំចង់បង្ហាញបងប្អូនអំពីការបំផ្លាញរបស់តកៅស៊ីរុងដើមថាវាក្នុងការបំផ្លាញហ្នឹងមានដំណើរការយ៉ាងដូចដេចដល់បងប្អូនអរគ្នាសូមអញ្ជើញទស្សនាវីដេអូខាងបាទចំពោះការបំផ្លាញរបស់វានេះគឺមានតាំងពីយើងបាច់ជីវៈ2មកហើយនេះគឺជារោគសញ្ញានៃការបំផ្លាញដែលវាស៊ីនៅអ្នកកាលយើងបាច់ជីវៈ2បាទហើយមួយទៀតគឺវាចាប់ដើមបំផ្លាញនៅពេលដែលយើងបាច់ជីវៈទី3ហើយគឺវាមានរោគសញ្ញាបែបនេះនៅពេលដែលស្រូវយើងចាប់ដើមចេញកគួរឬក៏ចេញគួរគឺគ្រប់ស្រូវយើងចាប់ដើមស្កកម្ដើមបាទចំពោះថ្នាំដែលបាញ់ទៅលើដង្កូវស៊ីរុងដើមដែលមានប្រសិទ្ធភាពបច្ចុប្បន្នដែលខាងក្រុមហ៊ុនស្ទើរតែគ្រប់ក្រុមហ៊ុនទាំងអស់មាននៅលក់គ្រប់ឌីប៉ូចែកចាយមានសារធាតុសកម្មបាទទាំងនេះគឺជាធាតុសកម្មរបស់ថ្នាំដែលមានស្ទើរតែគ្រប់ក្រុមហ៊ុននិងមានលក់ស្ទើរតែគ្រប់ឌីប៉ូទាំងអស់ទាំងប្រសិទ្ធភាពសម្រាប់និងការពារគឺវាសម្រាប់បានល្អលឿនហើយមួយទៀតគឺវាការពារបានយូរបាទវីដេអូនេះមានតែប៉ុណ្្នឹងឯងបាទសូមអរគុណ